Đây là cái này video lectureទី3 គឺនិយាយអំពី Swastika Swastika របស់យើងគឺជា classic application មួយរបស់ maximum modular theorem ដូចគ្នាកាលវីដេអូមុនគឺយើងសិក្សាអំពី Hadamard-Curie circle theorem របស់យើងណាអាហ្នឹងក៏ជា application របស់ maximum principle sorry maximum modular theorem ដូចគ្នាអញ្ចឹងចំពោះ Swastika របស់យើងឃើញថាប្រសិនបើយើងសិក្សាលើ D វិញគឺជា unit D unit D ហ្នឹងគឺជា D ឯកតានេះគេយក open unit D អញ្ចឹង D ហ្នឹងគឺជា D ឯកតាចិត្ត0កម្មស្មើ1ហើយ D ហ្នឹងគេអត់យក boundary របស់វាទេព្រោះវាបើកយក open D អត់យក boundary របស់វាទេណាជុំវិញអញ្ចឹងF របស់យើងហ្នឹង holomorphic នៅលើ D អញ្ចឹងF របស់យើងហ្នឹងគឺ holomorphic នៅលើ D ចិត្ត0កម្ម1ហ្នឹងអូខេដែលរូបភាពនៃ0គេឲ្យមកស្មើ0 0ស្មើ0ហើយ F នៃ Z នេះគឺ F នៃ Z មិន F នៃ T sorry mistake ខុសបាទ modular របស់ F នៃ Z គឺតូចជាងឬស្មើ1ចំពោះគ្រប់ Z ជារបស់ D ទាំងអស់អូខេអញ្ចឹងអានេះគេចង់បង្ហាញថារូបភាពរបស់អនុគមពី D ហ្នឹងមកថា F នេះគឺជាអនុគមតែ complex នៅលើ unit D មួយហ្នឹងទៅកាន់អនុគមមួយទៀតទៅកាន់សំណុំ complex មកថា C ចាស់ C អញ្ចឹងរូបភាពរបស់វាពីអាហ្នឹងទៅកាន់ C វាឲ្យរូបភាពទៅមក D ទាំងមូលហ្នឹងទៅកាន់សំណុំរូបភាពរបស់វាគឺនេះ F នៃ D រូបភាពនៃ domain របស់វាទាំងអស់ព្រោះ F នេះពី D ទៅកាន់ C នេះអញ្ចឹងគេប្រាប់ថាចំពោះគ្រប់រូបភាពរបស់វាទាំងអស់ណាតម្លៃដាច់ខាតឬក៏ norm របស់វាឬក៏ modulus របស់វាហ្នឹង model របស់វាហ្នឹងគឺតូចជាងស្មើ1បានថាគ្រប់តម្លៃចំណុចទាំងអស់ហ្នឹង model របស់វាគឺតូចជាងឬស្មើ1មានថាវាអនុគម model របស់វាអនុគម model វាមកថានេះ01ចឹងនៃចំនួនពិតព្រោះ model របស់វាជាចំនួនពិតអូខេអញ្ចឹងវាឲ្យរូបភាពទាំងមូលហ្នឹងឲ្យរូបភាពមកធំនេះនៅចន្លោះនេះវាអត់អាចលើកទី1ទេ model របស់វានៅចន្លោះ01ដោយសារ model ដឹងថាវាវិជ្ជមានហើយវាទៅជាស្មើ1វាថានៅចន្លោះ01ទៅហើយចឹងនេះគឺជាសមត្ថកម្មរបស់យើងហើយគេថាទី1 F នៃ Z របស់យើងនេះអានេះគឺ F នៃ Z ទៅជាស្មើ Z នៅក្នុង model គ្រប់ Z របស់ D ទាំងអស់ហើយ in particular រូបភាពនៃ Z ទៅជា1ដាច់ខាតតាមពិតអាហ្នឹងវា obvious ព្រោះ unit disk របស់យើង unit disk របស់យើងគឺ D វិញគឺតាំងវាស្មើទៅនឹងសំណុំ Z ទាំងឡាយណាដែល model របស់វានេះតូចជាង1 unit disk របស់វាអូខេអាហ្នឹងគឺជា unit disk របស់យើងអញ្ចឹងអានេះបើយើងបង្ហាញឃើញថា F នៃmodel របស់វាតូចជាង1តូចជាង sorry ខ្ញុំនិយាយខុសសំដៅបើសិនបើយើងបង្ហាញឲ្យឃើញថា model របស់ F នៃ Z នេះតូចជាង model របស់ Z ហើយនៅក្នុងលើ D របស់យើង model របស់ Z វាតូចជាង1ដាច់ខាតជាងពីមកនេះតែម្ដងទី2 derivative ត្រង់0គឺតូចជាង1ដូចគ្នាអូខេ derivative ត្រង់0តូចជាងឬស្មើ1ដូចគ្នាទី3ប្រសិនបើ F' នៃ0ក្នុង model របស់វាស្មើ1ឬក៏វាមានតម្លៃ Z ណាមួយនៅក្នុង disk ដែលខុសពី0ដែល model របស់វា model របស់ F នៃ Z ស្មើ model របស់ Z ហ្នឹងនោះអនុគម F របស់យើងហ្នឹងគឺជាអនុគម linear បែរថាម៉េចមានតែ F នៃ Z របស់យើងគឺស្មើទៅនឹងចំនួន k ណាមួយsorry ចំនួន complex ណាមួយគុណជាមួយទៅនឹង Z អូខេហើយចំនួន complex ហ្នឹង model របស់វាហ្នឹងគឺស្មើទៅនឹង1អូខេចឹងទៅយើងហ្នឹង model របស់វាស្មើទៅនឹងចឹងក្នុងការ proof អាលើនេះពោះទី1យើងនឹង proof ត្រង់តែម្ដងទី2ក៏ proof ត្រង់ដែរតែទី3យើង proof របស់វាយើងមើលប្រភេទសំណើវាជាសំណើប្រភេទ P ឬគុយ
នាំឲ្យ air គឺសំណាប់ P របស់យើងគឺប៉ុណ្ណេះរូបភាព f' នៃ0របស់យើងគឺស្មើមួយសំណាប់គុយរបស់យើងមាន z ជារបស់ d ដក0នឹងមួយដែល f នៃ z ក្នុង modulus របស់វាស្មើទៅនឹង modulus របស់ z នោះសំណាប់ r របស់យើងគឺនោះ f នៃ z ស្មើ c នៃ z ចំពោះ sum z មានសំ constant c ដែល module របស់ c របស់វាស្មើ1ចំពោះរូប c របស់ r ទាំងអស់ចឹងនេះសំណាប់ p នេះសំណាប់គុយនេះសំណាប់ r អញ្ចឹងប្រភេទសំណាប់យើងគឺ p ឬគុយនាំមក r យើងនឹងស្រាយបែបហ្នឹងចឹងដឹងថាអាសំណាប់ហ្នឹងក្នុងតក្កវិទ្យាវាស័ក្តិជាមួយនឹងសំណាប់ p នាំមក r និងសំណាប់គុយនាំមក r អូខេចឹងយើងនឹងស្រាយឲ្យឃើញថា p នាំមក r ពិតនិងគុយនាំមក r ពិតដូចគ្នាព្រោះឆ្នប់នឹងតើតាពីនឹងពិតទៅសំណាប់នេះពិតអូខេចាប់ដើម proof អាទី1យើងឃើញថាសមត្ថកម្មដែលគេឲ្យគឺខ្ញុំត proof ទី1យើងឲ្យយើងឧបមាសមត្ថកម្មអីផ្សេងហើយសិនហើយចាំយើងចាប់ proof ទី1ទី2ទាំងដល់ទី3គេឲ្យ f នៃ0របស់យើងស្មើ0ហើយយើងតាំងអនុគម g នៃ z នេះគឺយើង define function g នៃ z នេះគឺយើង define យើងកំណត់វាស្មើទៅនឹង f នៃ z លើ z បើសិនបើ z ខុសពី0ហើយស្មើទៅនឹង derivative ត្រង់0សិនបើ z ស្មើ0 derivative f ត្រង់0ណាអញ្ចឹងហេតុអីបើយើងអត់ define វានៅពេល z ស្មើ0កន្លែងនេះដោយសារតែនៅពេលដែល z ស្មើ0អានេះអត់កំណត់ទេអញ្ចឹងអនុគម g នៃ z ស្មើទៅនឹង f នៃ z ស្មើ f នៃ z លើ z នេះអានេះជាអនុគម holomorphic លើកឡើងទៅចំណុច0មួយ0នេះ0z ស្មើ0វិញអានេះគឺជា singular point ចំណុចដែលវាអត់មាន derivative ឬក៏ចំណុចដែលវាអត់ holomorphic ដល់ពេលចំណុចវាអត់ holomorphic អញ្ចឹងទៅធ្វើឲ្យវាដាច់ត្រង់ចំណុចហ្នឹងបើវាដាច់ត្រង់ចំណុចហ្នឹងយើងអត់អាចថា g របស់យើងជាប់នៅលើ d បានទេ g របស់យើងអាចជាប់លើ d បានទេតែយើងអាច remove ឬយើងអាចដកអាភាព singularity នឹងចោលបានដោយយើងកំណត់រូបភាពនៃ z របស់យើងរូបភាពនៃ g របស់យើងត្រង់0ទៅគឺយើងធ្វើឲ្យអនុគមយើងនឹង holomorphic តែមិនចេះតែដាក់តែស្មើហ្មងមិនចេះតែកំណត់ថា g នៃ z g នៃ0ស្មើប្រមាណសេតចិត្តណាយើងអាចដាក់បានសេតចិត្តតាមពិតទៅតែគ្រាន់តែនៅពេលដាក់សេតចិត្តហ្នឹងមិនប្រកាសថាធ្វើអនុគម g របស់យើងនឹងជាអនុគម derivative ឬក៏អនុគមជាប់ទេអញ្ចឹងយើងត្រូវរើសឲ្យមួយណាដែលធ្វើឲ្យវាជាប់មានថាដើម្បីឲ្យវាជាប់ត្រង់0យើងត្រូវរើស g នៃ0ធ្វើម៉េចឲ្យវាស្មើទៅនឹង limit z ខិតរក0នៃ g នៃ z ហេតុអីមកគេរើស f' នៃ0ត្រង់ហ្នឹងដោយសារតែចុះហេតុអីមកគេរើស f' នៃ0នៅត្រង់ហ្នឹងដោយសារតែអាហ្នឹងវាជា limit របស់ g នៅពេលដែល z ខិតរក0ហើយយើងអាចមើលបានឃើញថា limit z ខិតរក0 z ខិតរក0មានថាអត់ទាន់0នៅក្បែរ0ហើយយើងដឹងថាយើងតាំង g នៃ z របស់យើងនេះវាស្មើនឹង fz លើ z ចឹងនេះវាស្មើទៅនឹង limit limit z ខិតរក0 f នៃ z ចែកឲ្យ z ខ្ញុំអាចសេមានស្មើតែចេះស្មើទៅនឹង limit ខ្ញុំអាចឆ្នៃ z ខិតរក0 f នៃ z ដក f នៃ0ដោយសារអី f នៃ0របស់យើងសមត្ថកម្មគេឲ្យមកគឺស្មើ0ណានេះយ៉ា f នៃ0សមត្ថកម្មវាគឺស្មើ0អញ្ចឹងអានេះដក0អត់មានបញ្ហាទេហើយចែកជាមួយទៅនឹង z ដក0មានបញ្ហាទេគាត់ដកថែម0អញ្ចឹងនេះគឺជានិយមន័យរបស់ derivative ត្រង់0អញ្ចឹងនេះស្មើទៅនឹង derivative របស់វាត្រង់0 f' នៃ0អញ្ចឹងទៅដើម្បីអនុគម g នឹងជាប់ត្រង់0យើងគួរកំណត់ g នៃ z របស់យើងស្មើទៅនឹង f' នៃ0អញ្ចឹងឥឡូវអនុគមរបស់យើង d របស់យើងគឺ holomorphic ហើយវាគឺជាប្រភេទ removable singularity ត្រង់0មានថាអាភាពដាច់ត្រង់0ហ្នឹងអាចដកវាចោលបានដោយកំណត់តម្លៃរបស់ g ហ្នឹងនៅត្រង់0ឥឡូវយើងកំណត់ g ត្រង់0ធ្វើឲ្យវាជាប់អីចឹងអនុគមរបស់ g របស់យើងគឺ holomorphic នៅលើ d ដែរអញ្
chẳng vậy là mình to tiết cứ smart cam bao nhiêu cái ơiรูปភាពនៃ Z model នៃរូបភាពនៃ Z នេះវាតូចជាង1នៅលើ D ទៅជាងស្មើ1នៅលើ D អញ្ចឹងឃើញថា R របស់យើងដែលនៅចន្លោះ01ហើយ model របស់ R របស់យើងនេះវា model របស់ Z នេះវាស្មើទៅនឹង R យើងឃើញថា G តម្លៃកាត់ G នៃ Z model របស់វាតាមពិតនៅក្នុងចំណុចផ្លិចយើងគួរនិយាយលើ model ទៅខ្ញុំធ្លាប់មកនិយាយតម្លៃដែលខាងអញ្ចឹង model របស់ G នៃ Z របស់យើងស្មើនឹង model របស់ខាងនេះហើយដោយសារតែ F នៃ Z របស់យើងនេះវាតូចជាង1ចឹងនេះតូចជាង1ហើយ model របស់ Z វាស្មើ R ចឹងនេះស្មើ R ចឹងមានថា G នៅ Z model របស់វានឹងតូចជាងឬស្មើ1លើ R ចំពោះគ្រប់ Z របស់យើងនៅលើដែន D ទាំងអស់ហ្នឹងណាចំពោះ Z វាស្មើដែន D ទាំងអស់ចឹងបើសិនបើខ្ញុំឲ្យ R វិញស្មើ1នេះអាចសេឲ្យ R ស្មើ1ហើយ R ស្មើ1មានថានៅពេលហ្នឹងZ ស្មើ R គឺជាដែនមានថា Z ស្មើ R នេះគឺនឹងគឺជា boundary របស់ D ឯងព្រោះ D វិញយើងយក open D អត់យកអាជុំវិញនេះទេមានតែនៅក្បែរជុំវិញហ្នឹងបងឥឡូវយើងយកR ស្មើ1អញ្ចឹង R ស្មើ1គឺជារង្វង់នៅព័ទ្ធជុំវិញវាអញ្ចឹងហ្នឹងគឺជា boundary គឺជាមានថា Z ស្មើ1នេះZ ស្មើ1រង្វង់ Z ស្មើ1ហ្នឹងអាហ្នឹងគឺជា boundary របស់ D នេះជា boundary របស់ D ជុំវិញចឹងបើសិនបើ Z ស្មើ1ជាមួយ Z ស្មើ1ចូលទៅយើងឃើញថានេះប៉ិតអញ្ចឹងចំពោះគ្រប់ Z នៅលើ D ទាំងអស់ចឹងយើងទាញបានថា F នៃ norm របស់ F នៃ Z អូខេ norm F នៃ Z យើងមាន G នៃ Z របស់យើងស្មើទៅនឹង F នៃ Z លើ Z ចឹង F នៃ Z វាស្មើទៅនឹង ZG Z ពាក់ modulus របស់វាសងខាងទៅយើងទទួលបានប៉ុណ្ណេះហើយដោយសារ norm របស់ G នៃ Z តូចជាងស្មើ1ចឹងអានេះវាតូចជាងស្មើ norm នៃ Z គុណជាមួយនឹង1ចា៎អូខេហើយអានេះយើងបានពិតមកចាហៀងហ្នឹងណាយើងបិទមកចាហៀងចំពោះ group Z body ចឹង in particular យើងចង់ឃើញថា normal FNC នេះតូចជាង1ដាច់ខាតហើយយើងដឹងថានៅក្នុង D normal Z តូចជាង1ដាច់ខាតហើយចឹងយើងទាញបាននេះតូចជាង1ដាច់ខាតចឹងបិទសំណើទី1វិញគឺបានស្រេចសំណើវិញបានស្រេចសំណើទី2គឺថា derivative ត្រង់0 derivative របស់ f ត្រង់0គឺ model របស់វាតូចជាង1ដាច់ខាតយើងឃើញថា derivative របស់ f' នៃ0នឹងស្មើគេយើងតាំងមិញ G នៃ Z របស់យើងស្មើទៅនឹងលើនេះអត់ខ្វល់ទេអានេះគឺបានស្មើ f' នៃ0បើសិនបើ Z វាស្មើ0អញ្ចឹងបានន័យថា G នៃ0របស់យើងស្មើទៅនឹង f' នៃ0ហ្នឹងហើយយើងកំណត់វាអូខេអញ្ចឹងពាក់ model របស់វាមកឃើញហើយដោយសារ G' នៃ0របស់យើងវាយើងនឹងថា G មិន G' sorry G នៃ Z របស់យើងវាតូចជាងឬស្មើ1 model របស់វាគ្រប់ Z ជារបស់ D ទាំងអស់គ្រប់ Z ជារបស់ D ទាំងអស់ហើយ0របស់យើងវាជារបស់ D មិនចឹងនៅក្នុងអាហ្នឹងអញ្ចឹងវាធ្វើឲ្យអានេះហ្នឹង G នៃ0របស់យើងហ្នឹងក៏តូចជាងស្មើ1អញ្ចឹងសំណើទី2ក៏បានស្រាយចប់ចំប្រភេទសំណើទី3យើងនឹងស្រាយឃើញថាវាពិតចំពោះក្នុងករណីយើងស្រាយសំណើ P normal R សិនតោះមកយើងនឹងស្រាយឃើញថាគួយ normal R មួយទៀតយើងស្រាយពីរករណីអញ្ចឹង P នេះឧបមាថា derivative នៃ f នៃ0នេះស្មើ1ហើយយើងនឹងស្រាយឲ្យឃើញថាf នៃ z នេះស្មើនឹង cz អូខេហើយបន្ទាប់មកទៀតយើងនឹងស្រាយឃើញថាបើសិនបើ z មិនមែនជាយើងមានបើសិនបើមាន z អានេះអាចតាំង z0 ណាមួយតែ f នៃ z0 ស្មើនឹង normal 0នេះអញ្ចឹងយើងទីបានករណីដូចគ្នាលេងផ្សាយម្ដងមួយឧបមាថារូបភាពនៃ derivative ត្រង់0 modulus របស់វាស្មើនឹង1អញ្ចឹងយើងទាញបានថា f' sorry G នៃ0នេះស្មើ1ដោយសារតែអាពីរនេះស្មើគ្នាមិនអញ្ចឹងណាស្មើគ្នាអញ្ចឹងដោយសារតែយើងដឹងខាងលើយើងឃើញថា modulus របស់ G នៃ Z តូចជាងស្មើ1នៅលើ D អញ្ចឹងវាជាអនុគមតហើយអនុគម G របស់យើងអនុគម modulus របស់ G
em một lần báo chí cứ xe thái em sẽ qua vì người ta anh ấy cứ chia đầm lại ở tệ Parama bao với với chi này gì bao nhiêu vía tôi chia nó mức group lại đừng à nó được đi chẳng mua biến cái chi đầm lại tệ Parama là bao chi này gì okហើយតាម maximum modulus theorem វិញគេថា norm របស់ G នេះ norm របស់ G នេះគឺវាទទួលបានតម្លៃអតិបរមានៅលើ boundary តែចៃដន្យ x យើងឃើញថា G នៃ0នេះស្មើ1 G នៃ0នេះស្មើ1មួយយើងជាmaximum របស់ហើយ0វាគឺជា interior point ជាចំណុចក្នុងវាមិននៅ boundary 0ជាចំណុចក្នុងអញ្ចឹងវាអត់ប៉ិតទេវាអត់អាចបានវាទៅចឹងបានលុះត្រាតែ G របស់យើងនឹងជាអនុគមថេតើណាវាអាចទៅរួចបានតើតែជាអនុគមថេព្រោះអីអនុគមថេតម្លៃ maximum របស់វាស្មើគ្រប់កន្លែងទាំងអស់ព្រោះវាស្មើថេស្មើតម្លៃណាមួយថេអញ្ចឹងមិនថានៅលើ boundary ក៏រូបភាពរបស់វាស្មើប៉ុណ្ណឹងនៅក្នុងក៏រូបភាពវាស្មើប៉ុណ្ណឹងបើសិនបើវាអត់ថេបើសិនបើអនុគម G របស់យើងអត់ថេតើតែ boundary តើតែ maximum របស់វាទទួលបាននៅលើ boundary នេះតែចៃដន្យអីយើងទទួលបាន maximum នៅលើក្នុងចំណុចក្នុងអញ្ចឹងតើតែអនុគមនោះជាអនុគមថេទើបអាចទៅរួចអញ្ចឹងបានថាយើងទីបាន G វិញគឺជាអនុគមថេយើងតាំងវាស្មើទៅនឹង G អូខេឥឡូវយើងឃើញថាG នៃ Z នេះស្មើទៅនឹង C ចំពោះគ្រប់វាជាថេចំពោះគ្រប់ D ទាំងអស់អញ្ចឹងសំណួរថា C ស្មើប្រមាណឡើយយើងដឹងថា model របស់ G របស់យើង model របស់0របស់យើង G នៃ0នេះក៏ស្មើ C ដែរមិនចឹងព្រោះអីវាថេអញ្ចឹង model របស់ G នៃ0ស្មើ model របស់ C អញ្ចឹងស្មើនឹង1អូខេហើយយើងមាននេះស្មើអញ្ចឹងអានេះពិតហើយយើងទាញបានមក F នៃ Z របស់យើងមានស្មើនឹង GZ ហើយ GC វាស្មើនឹង C អញ្ចឹងជំនួសចូលទៅយើងបានអញ្ចឹងសម្រាប់ពេលនាំមកគួយពេលនាំមក F វិញគឺប៉ិតអីហើយយើងនឹងស្រាយករណីគួយនាំមក F អញ្ចឹងឥឡូវឧបមាថាវាមានចំណុច Z0 ណាមួយនៅលើ D ដែលខុសពី0មានថានៅលើថាស D ហ្នឹងដកអា0នេះចោលគឺអត់យកទេវាមាន Z0 ណាមួយនៅលើហ្នឹង Z0 ណាមួយនៅហ្នឹងដែល norm របស់ F នៃ Z0 ស្មើទៅនឹង norm របស់ Z0 ចឹងឃើញថារូបភាពរបស់ Z0 តាម G ហើយពាក់ modulus ទៅវាមិនស្មើប៉ុណ្ណេះហើយដោយសារតែ F នៃ Z0 ស្មើទៅនឹង Z0 នៅក្នុង norm ចឹងនេះសម្រួលគ្នាទៅវាបានដល់មកទៀតយើងឃើញថាអានេះវាពិតនៅពីស្លាយខាងលើហើយអូខេហើយគេថា G របស់យើងនេះនេះ modulus ទៀត G របស់យើងនេះគឺវាទទួលបានតម្លៃវាទៅដល់តម្លៃអតិបរមានៅក្នុង interior point អា Z0 នៅក្នុងហ្នឹងវាមិនជា interior point អញ្ចឹងតាម maximum modulus theorem របស់យើងតើតែអនុគម G វិញជាអនុគមថេដូចខាងលើមិនអញ្ចឹងអនុគម G វិញជាអនុគមថេអញ្ចឹងលក្ខខណ្ឌនេះទាញបានដូចគ្នាដូចខាងលើយើងស្រាយមកអញ្ចឹងដូច្នេះ F នៃ Z របស់យើងនេះស្មើនឹង CZ អញ្ចឹងមានថាការទាញដូចគ្នាកន្លែងនេះពីកន្លែងនេះទាញបានដូចគ្នាអញ្ចឹង F នៃ Z វិញស្មើនឹង CZ ចំពោះគ្រប់ Z របស់ D អញ្ចឹងចប់ហើយប៉ុណ្ណឹង